កុំឲ្យស្រឡាញ់ធម្មជាតិម្នាក់ឯងចែកគេស្រឡាញ់ទុកជារបស់សាធារណៈរបស់រដ្ឋដែលជាគោលដៅដូចខ្ញុំបាននិយាយមិញហ្នឹងឧស្សាហកម្មអុកស៊ីសែនខ្ញុំបានឃើញជាក់ស្ដែងនៅវាលស្មៅអូរាំងមណ្ឌលគិរីវាលស្មៅអូរាំងវាលស្មៅដាក់ដាំពាត់របងនិងទឹកធ្លាក់មួយចំនួនពាត់របងអញ្ចឹងវាលែងជាគោលដៅរបស់ទេសចរហើយវាទៅជាឯកជនដល់ឯកជនអញ្ចឹងពិបាកអភិវឌ្ឍពិបាកតាក់ទាញគ្នាទេសចរពិបាកសម្រាប់វិនិយោគសាធារណៈជាគោលដៅទេសចររួមរបស់យើងផលិតអុកស៊ីសែនរួមអត់បានពីព្រោះពាត់របងបាត់ហើយបើមិនជឿខ្ញុំទេទៅមណ្ឌលគិរីទៅមើលទៅមុនចូលដល់ខេត្តដល់តំបន់វាលស្មៅអូរាំងនោះដែលទេសចរចំណាំតែចុះថតមានពាត់របងគេមិនដឹងថាពាត់ធ្វើម៉េចទេពាត់ស្រោចស្មៅមិនដឹងទេប៉ុន្តែពាត់របងអញ្ចឹងសូមទុកដោះលែងមកសូមដោះលែងធម្មជាតិសម្រាប់គោលដៅសាធារណៈរួមរបស់យើងហើយចឹងបានស្គាល់ចាស់ខាងនេះមានអ្នកអត់ស្គាល់ទេព្រៃកោងកាងមានលក្ខណៈពិសេសដោយឡែកពីព្រៃលិចទឹកនៅតំបន់ទឹកសាបទឹកប្រៃគេហៅព្រៃកោងកាងទឹកសាបព្រៃរនាមអញ្ចឹងប្រយ័ត្នអត់ស្គាល់បាទថ្ងៃនេះខ្ញុំមានកិត្តិយសមកចូលរួមជាមួយឯកឧត្តមលោកស្រីនាងកញ្ញាក្មួយនិស្សិតសម្រាប់កម្មវិធីបើកនៅសិក្ខាសាលាស្ដីពីការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងខេត្តកោះកុងដែលនេះជាគម្រោងស្រាវជ្រាវមួយរបស់វិទ្យាស្ថានវិទ្យាសាស្ត្រនិងកសិកម្មនៃរាជរដ្ឋាភិបាលកម្ពុជាជាបឋមខ្ញុំសូមគោរពឯកឧត្តមបណ្ឌិតនុតសម្បត្តិប្រធានវិទ្យាស្ថានជីវសាស្ត្រវិទ្យាសាស្ត្រនិងកសិកម្មនៃរាជរដ្ឋាភិបាលកម្ពុជាហើយក៏ជាប្រធានគម្រោងនេះដែរសូមគោរពឯកឧត្តមលោកទាវនាងកញ្ញាដែលបានអញ្ជើញចូលរួមក្នុងពិធីនេះទាំងអស់ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានៅក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំមានកិត្តិយសក្រៃលែងដោយបានថ្លែងសន្និដ្ឋានថាបើកទៅស្អីឲ្យបិទអញ្ចឹងតែមិញខ្ញុំនៅសៀមរាបដល់យប់បានមើលមុនគេដាក់បិទឡើងមកបិទត្មងហើយផ្ញើឲ្យភីទៅឯទៀតប៉ុន្តែជួតួជីវិតក៏អត់មានពេលកែដែរព្រោះមកដល់ម៉ោង10យប់ហើយបាទថ្លែងសន្និដ្ឋានថាបើកសាលាការអភិរក្សជីវៈចម្រុះលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងខេត្តកោះកុងដែលបានទៅនេះឱកាសនេះខ្ញុំសូមសម្ដែងការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំនិងមន្ត្រីវិទ្យាស្ថានវិទ្យាសាស្ត្រជីវសាស្ត្រវិទ្យាសាស្ត្រនិងកសិកម្មនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំធ្វើការអស់ពីកម្លាំងកាយចិត្តលើការស្រាវជ្រាវនិងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្នាដៃសារជារបស់ខ្លួនในឱកាសនេះជាមួយនេះដែលខ្ញុំសូមអរគុណផងដែរចំពោះឯកឧត្តមលោកស្រីនាងកញ្ញាដែលបានអញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលានេះបាទដោយដែលលោកស្រីនាងកញ្ញាបានឃើញបានទស្សនានៅវីដេអូនេះខ្ញុំមានការចាប់អារម្មណ៍និងពេញចិត្តនឹងការរៀបចំក៏ដូចជាវាយតម្លៃខ្ពស់ទៅលើការសិក្សាស្រាវជ្រាវនិងវាយតម្លៃខ្ពស់អំពីគុណតម្លៃនៃជីវៈចម្រុះនៅតំបន់ព្រៃកោងកាងរបស់យើងដែលជាធនធានពិសេសនៅក្នុងប្រព័ន្ធជីវៈចម្រុះប្រព័ន្ធនៃអេកូឡូស៊ីរបស់ភពផែនដីយើងបាទវាមានលក្ខណៈដោយឡែកពីដូចខ្ញុំបានបញ្ជាក់ខាងដើមអំពីព្រៃរនាមនៅតំបន់ទឹកសាបដែលយើងត្រូវអភិរក្សដូចគ្នាដែរបាទវាមាននៅទីនោះគឺអភិរក្សធនធានសមុទ្ររួមនឹងការពារ
ណែហានិភ័យធម្មជាតិផ្សេងទៀតដោយដែលក្រុមការងារបានលើកឡើងនៅវីដេអូคลิปខ្លីហើយខ្ញុំសូមលើកទឹកចិត្តឲ្យមានការផ្សព្វផ្សាយជាឲ្យបានទូលំទូលាយនៅវីដេអូคลิปខ្លីនោះហើយភាសាព័ត៌មានណាដែលបានអញ្ជើញមកទីនេះចង់បានយកទៅផ្សាយសូមវិទ្យាឋានក្រុមការងារផ្ដល់ជូនចោះបាទហើយនឹងរៈមេឌៀក៏នឹងផ្សព្វផ្សាយផងដែរពីព្រោះជាគុណតម្លៃមួយនៅក្នុងការចូលរួមអភិរក្សបរិស្ថានទាំងអស់គ្នារួមនឹងលើកគុណតម្លៃនៅតំបន់ឆ្នេររបស់យើងបាទឆ្នេរជួនកាលក្មួយក៏ដូចជាទេសចរមួយចំនួនយល់ថាជាមានតែឆ្នេរខ្សាច់មានតែកន្លែងកំសាន្តមាត់សមុទ្រអីចឹងតាមពិតធនធានឆ្នេរមានលក្ខណៈពិសេសផ្សេងទៀតគឺធនធានជីវៈចម្រុះនេះឯងដែលបានធានានៅអុកស៊ីហ្សែនសម្រាប់ភពផែនដីទាំងមូលដោយម្សិលមិញនេះមានការផ្សព្វផ្សាយអំពីការបំពុលបរិស្ថានសំទោសខ្យល់ពុលនៅរាជធានីភ្នំពេញឡើងដល់កម្រិតទី1ហើយនៅឯសៀមរាបដែលខ្ញុំបាននៅនោះឡើងដល់កម្រិតក៏មិនទាបប្រមាណដែរអញ្ចឹងទាំងអស់ហ្នឹងវាចាស់ឥទ្ធិពលរួមរបស់ភពផែនដីបាទមិនមែនកម្ពុជាយើងបំពុលទេគឺបំពុលពីប្រទេសផ្សេងមកនិងប្រទេសឧស្សាហកម្មធុនធ្ងន់ដែលបានបំពុលរួចហើយបានបំពុលបានដុតស្រទាប់អូសូនឲ្យលេចធ្លុះធ្លាយទៅអញ្ចឹងនេះជាបញ្ហាមួយដែលយើងត្រូវគិតគូរទាំងអស់គ្នាហើយយើងចូលរួមថែរក្សាធនធានជីវៈចម្រុះសម្បូរបែបរបស់យើងបាទក្នុងនេះខ្ញុំបានកត់សម្គាល់នៅអ្វីដែលសម្ដេចធិបតីលោកបានលើកបានផ្សព្វផ្សាយនៅខ្នងផ្សារហើយខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវតាមដានអង្កេតដោយខ្លួនឯងផងដែរសម្ដេចលោកសង្ឃឹមថាខ្នងផ្សារជាធនធានដ៏ល្អសម្រាប់ជីវៈចម្រុះបរិស្ថានបៃតងនិងគោលដៅបាទនេះជាអ្វីមួយដែលខ្ញុំធ្លាប់តែទន្ទឹងរង់ចាំដែរហើយខ្ញុំសង្ឃឹមថាការផ្សព្វផ្សាយនិងការពេញចិត្តរបស់នាយករដ្ឋមន្ត្រីកន្លែងនោះក្លាយជាគោលដៅដ៏ល្អបន្ថែមទៀតនៅក្នុងភាគនិរតីនៃប្រជាណាចក្រកម្ពុជាយើងបាទក្នុងនេះដែរខ្ញុំចូលរួមចំណែកជាទស្សនៈទានផ្ទាល់ខ្លួនទៅលើធនធានជីវៈចម្រុះរបស់យើងដូចខាងក្រោមទី1គឺយើងត្រូវតែអភិរក្សធនធានជីវៈចម្រុះទាំងធនធានឆ្នេរព្រៃកោងកាងជីវៈចម្រុះតំបន់ផ្សេងនិងតំបន់នៅទន្លេសាបអីជាដើមយើងទុកជាគោលដៅដែលខ្ញុំហៅថាគោលដៅឧស្សាហកម្មអុកស៊ីហ្សែននិងគោលដៅវប្បធម៌របស់យើងពិភពលោកបន្តិចទៀតយើងនឹងខ្វះអុកស៊ីហ្សែនដកដង្ហើមខណៈដែលពលរដ្ឋយើងសំទោសប្រជាជនពិភពលោកឥឡូវឡើងដល់ជាង8,000 លាននាក់ច្រើនណាស់តិចតែយើងទេសង្ឃឹមថាដល់វេនក្មួយនេះខំឲ្យបានកសាងធនធានមនុស្សឲ្យបានច្រើនវ័យខាងនេះបាន2បាន3ម្នាក់ទេក្មួយអត់មានយក2យក3យកបាន5យើងនៅតិចគេដណ្ដើមធនធានយើងអស់កុំថាឡើយធនធានធម្មជាតិសូម្បីតែអធិបតេយ្យក៏មានបញ្ហាដែរតិចហើយបើតិចហើយខ្លាំងអីតិចហើយខ្សោយទៀតមានបញ្ហាអញ្ចឹងត្រូវតែខិតខំកសាងធនធានទាំងមូលធនមនុស្សទាំងធនធានមនុស្សបាទមូលធនមនុស្សមានមនុស្សដែលមានបញ្ញាញាណឆ្លាតវៃក្នុងយុគសម័យថ្មីធនធានមនុស្សរាប់ជាចំនួនឲ្យបានច្រើនបាទព្រោះដល់ពេលវេលាដែលរស់នៅក្នុងយុគសម័យសន្តិភាពមានលទ្ធភាពកសាងទាំងធនធានមនុស្សនិងមូលធនមនុស្សហ្នឹងហើយសម័យខ្ញុំរស់នៅក្នុងទសវត្ស90 2000គឺទៅតែស្រុកទេសយើងសន្តិភាពថ្មីអញ្ចឹងមិនសូវមានលទ្ធភាព
có sang thôn thiên mà nu nâng mù thôn mà nu nâng đôi chân non khmôi ấy miền về lia na tầng quay riêng không mà xin được chuyện chẳng đi sao mai cháu mà bạn chẳng tự làm mà vĩnh trong này tí muối cứ dương trâu ta túc bờ tây dương chia cô đào cam oxygen đó là o rồi bao bị phập lộn bà dương miên cô đào vào bờ thoa cô đào bài tong cô đào mía so thằng ó nó dân chặt túc chia cô đào oxygen bao bị phập lộn chia suốt bao bị phập lộn ở bờ cát bờ chia bà bị pro bom plan ở hải bị phập lộn bom plan ở hải hai bờ tây môi chấm nuốn đại xa cây miên thôn thiên có chập đam làng vinh đam đo làng vinh áp phải đẹp năng áp phải vọt làng vinh là thôn thiên thòng bờ tây sớm tô trời ca vậy áp phải vọt ở vậy cả đời còn mình tái mình nu trời ca oxygen roll vị tì đôi mình ai khoa ba này bà nơi tí ní và sân bà dương đã mà nu mau pin này tan táp chập đam khoa oxygen này hãy mà nu năng miên pa nhà hà phim thì họ thà khmôi tôi nằm ban chỉ khi ní đời ca ông tu của màn năm môn này đời xa tại khoa oxygen miên pa nhà thông phật chẳng tại tiệt tới sừng kriêm tận đám oxygen mình sừng kriêm đám ấy xong bây oxygen có tận đám nàyដូច្នេះហើយយើងត្រូវតែថែរក្សាជីវៈចម្រុះដើម្បីផលិតអុកស៊ីហ្សែនឲ្យបានច្រើនជាគោលដៅទេសចរដ៏ល្អបំផុតថ្មីនេះខ្ញុំបានទៅសៀមរាបជាគោលដៅទេសចរវប្បធម៌ដ៏អស្ចារ្យរបស់ពិភពលោកមិនមែនកម្ពុជាទេគឺអស្ចារ្យសម្រាប់ពិភពលោកដោយដែលក្មួយអ្នកទាំងអស់គ្នាបានឃើញនៅពេលវេលានៃសមត្ថត្រីនេះដែលជាមរតករបស់ដូនតាយើងបន្សល់ទុកឲ្យអញ្ចឹងយើងសម័យនេះបើមិនបានកសាងធនធានវប្បធម៌ដ៏ល្អអស្ចារ្យដោយដូនតាយើងត្រូវចាប់ផ្ដើមកសាងធនធានធម្មជាតិមិនកសាងអីទុករក្សាទុកធនធានធម្មជាតិមួយចំនួនដែលសេសសល់ខ្ញុំអំពាវនាវតែម្ដងមួយចំនួនដែលសេសសល់កុំឲ្យក្រោយមកវាទីហោថាសម្ដេចធិបតីលោកអញ្ជើញទៅខ្នងសាលោកប្រកាសថាជាគោលដៅអេកូទេសចរអីហោហែអញ្ចឹងទៅស្រាប់ក្រោយមកទៅជាកន្លែងណែពាត់របងខ្នងសាអស់ហើយដែលខ្ញុំនិយាយពីព្រោះវាមានដែលខ្ញុំធ្លាប់និយាយថាកុំឲ្យស្រឡាញ់ធម្មជាតិម្នាក់ឯងចែកគេស្រឡាញ់ទុកជារបស់សាធារណៈរបស់រដ្ឋដែលជាគោលដៅដូចខ្ញុំបាននិយាយមិញហ្នឹងឧស្សាហកម្មអុកស៊ីហ្សែនខ្ញុំបានឃើញជាក់ស្ដែងនៅវាលស្មៅអូរាំងមណ្ឌលគិរីវាលស្មៅអូរាំងវាលស្មៅដាក់ដាំពាត់របងនិងទឹកធ្លាក់មួយចំនួនពាត់របងអញ្ចឹងវាលែងជាគោលដៅរបស់ទេសចរហើយវាទៅជាឯកជនដល់ឯកជនអញ្ចឹងពិបាកអភិវឌ្ឍពិបាកតាក់ទាញជាទេសចរពិបាកសម្រាប់វិនិយោគសាធារណៈជាគោលដៅទេសចររួមរបស់យើងផលិតអុកស៊ីហ្សែនរួមអត់បានពីព្រោះពាត់លបងបាត់ហើយបើមិនជឿខ្ញុំទេទៅមណ្ឌលគិរីទៅមើលទៅមុនចូលដល់ខេត្តដល់តំបន់វាលស្មៅអូរាំងនោះដែលទេសចរចំណាំតែចុះថតមានពាត់របងគេមិនដឹងថាពាត់ធ្វើម៉េចទេពាត់ស្រោចស្មៅមិនដឹងទេប៉ុន្តែពាត់របងសូមទុកដោះលែងមកសូមដោះលែងធម្មជាតិសម្រាប់គោលដៅសាធារណៈរួមរបស់យើងអត់អាចផលិត AI DeepSeek ស្អីណាខ្លាំងដូចគេតែយើងមានធនធានវប្បធម៌និងធម្មជាតិដ៏ល្អបំផុតនៅតំបន់ត្រូពិកឲ្យទៅជាលក្ខណៈពិសេសល្អបំផុតចឹងតើយើងចូលរួមចំណែកជាមួយគ្នាបាទអ្នកដែលដូចក្មួយចេះគ្មានតលទ្ធភាពឯណាទៅពាត់លបងនៅអូរាំងនោះទេមានទេចឹងខ្ញុំពាវនាវដល់អ្នកដែលមានលទ្ធភាពនោះដោះលែងមកវិញមកគិរីរំដើមស្រាលមួយចំនួនគេពាត់របង
ខ្ញុំឡើងទៅឃើញគេពាត់របងក្នុងគណៈបូកូអភិវឌ្ឍទៅជាទីក្រុងបាត់ទៅហើយអញ្ចឹងធនធានធម្មជាតិរបស់យើងវាខ្វះគឺតំបន់ត្រូពិកនេះធម្មជាតិព្រៃត្រូពិកជីវៈចម្រុះត្រូពិកគឺល្អឥតខ្ចោះរួមទាំងកម្ពុជាយើងសម្បូរបែបទៀតប៉ុន្តែបើយើងមិនចេះថែរក្សាវាទៅជាសម្បត្តិឯកជនដែលពិបាកក្នុងការអភិវឌ្ឍនិងទាក់ទាញភ្ញៀវទេសចរនៅឆ្នេរកំពង់សោមកែបកពតយើងមានគេហៅថាមាសសឆ្នេរខ្សាច់ល្អជាងគេលើពិភពលោកអញ្ចឹងត្រូវរក្សាជាសម្បត្តិសាធារណៈឲ្យបាននៅតំបន់ដូចយើងនិយាយមិញតំបន់រ៉ាំសាកោះកាពីតំបន់ពីមកសោបអីហូហែហ្នឹងជាមាសបៃតងជីវៈចម្រុះដ៏ល្អសម្រាប់ធនធានឆ្នេរមួយទៀតនិងតំបន់សៀមរាបអង្គរនិងខេត្តមួយចំនួនជុំវិញជាមាសវប្បធម៌ដ៏ល្អឯកដែលពិភពលោកគេស្មានមិនដល់ថាដូនតាខ្មែរធ្វើបានលក្ខណៈពិសេសអញ្ចឹងពិសេសតើមែនតើពេលវេលាសមារាត្រីវាមិនមែនចៃដន្យទេគឺសមារាត្រីទូទាំងពិភពលោកថ្ងៃហ្នឹងគឺតំបន់អង្គរយើងថ្ងៃហ្នឹងដូចគ្នាដែរអញ្ចឹងខួរក្បាលខ្មែរវិទ្យាសាស្ត្រសម័យនោះតើដល់កម្រិតណាមិនមែនសមារាត្រីថ្ងៃផ្សេងគេទេគឺថ្ងៃសកលធ្វើក្មួយចាំនៅខែមីនា21ដល់23ឆ្នាំក្រោយមកមានគ្នាអីទៅមើលទៅខែកញ្ញាក៏ថ្ងៃ21 23អីហ្នឹងដែរប៉ុន្តែធម្មតាខែកញ្ញាគឺខែសើមអាចស្រអាប់អីជាងខែនេះអញ្ចឹងប៉ុន្តែក៏វាទៅជាត្រជាក់ដែរពិភពលោកអញ្ចឹងតំបន់ពិសេសពិភពលោកគឺថ្ងៃហ្នឹងដូចគ្នាដែលដូនតាខ្មែរយើងរកចំណុចសូនឃើញនៃទិសអលិចកើតជើងត្បូងហ្នឹងព្រះមកចំអញ្ចឹងហ្មងបាទមិនមែនតែប្រាសាទអង្គរវត្តមួយទេខ្លោងវាអង្គរធំនិងប្រាសាទមួយចំនួនទៀតហើយទាំងអស់នេះយើងរួមចំណែកបូកបញ្ចូលគ្នាធនធានវប្បធម៌ធនធានធម្មជាតិធនធានឆ្នេរនិងសេវាកម្មស្នាក់នៅម្ហូបអាហារឲ្យល្អទៅក្មួយមិនខ្វះទេធនការងារធ្វើពេលរៀនចប់បាទដូចខ្ញុំបានលើកឡើងយើងត្រូវទុកថាកម្ពុជាយើងជាគោលដៅនៃភាពញញឹមដែលមានមាសបៃតងមានមាសសនិងមាសវប្បធម៌ដូចខ្ញុំបានរៀបរាប់មិញហ្នឹងយើងមិនច្បាមយកលក្ខណៈពិសេសនៃ AI និងបច្ចេកវិទ្យាសំទោសឧស្សាហកម្មធុនធ្ងន់បានទេអញ្ចឹងយើងមានឧស្សាហកម្មទេសចរដែលមាននិរន្តរភាពដែលជាកន្លែងដែលពិភពលោកមកសុំដកដង្ហើមត្បិតតែខ្យល់ពុលខ្លះមកពីគេប៉ុន្តែយើងមានកន្លែងដែលអ្នកឯងដកដង្ហើមបានល្អមានធនធានវប្បធម៌ទៅស្វែងយល់ហើយទៅអាចដកដង្ហើមបាននៅតំបន់ឆ្នេរនៅតំបន់នៅភ្នំខ្នងផ្សានៅអូរាំងនៅដាក់ដាំអីចឹងទៅបាទខ្ញុំនិយាយដែលហ្នឹងព្រោះចង់ឲ្យដោះលែងអូរាំងនឹងដាក់ដាំមកវិញហើយនឹងគិរីរំអីហ្នឹងដោះលែងមកវិញមកហើយបើមិនដោះទេទុកទៅតែវាអៀតវាអស់ធនធានបៃតងហ្នឹងបូកូទៅទីក្រុងបាត់ហើយហ្នឹងបូកូគឺជាធនធានបៃតងល្អបំផុតនៅតំបន់ត្រូពិកនិងតំបន់ប្រទេសកម្ពុជាយើងដែលឈោមនឹងសមុទ្រទល់មុខនឹងសមុទ្រខ្យល់សើមជាប្រចាំលក្ខណៈពិសេសខ្លាំងណាស់ហើយដល់ពេលយើងសង់ទៅជាបរិយាហើយអញ្ចឹងវាទុកកន្លែងផ្សេងកុំយកមកសង់យ៉ាងទៀតបរិយានៅអំពេញបានហើយលុបបឹងលុបអីហ្នឹងសង់ទៅកុំទៅរំខាននៅកន្លែងធម្មជាតិផ្សេងទៀតទី4ជាគោលដៅសម្រាប់ឆ្វេងយល់ពិភពជីវៈចម្រុះត្រូពិកនិងមេគង្គបាទអញ្ចឹងទេសចរ
គេមកមិនត្រឹមតែលំហែកំសាន្តទេគេឆ្វេងយល់ពីលក្ខណៈសម្បូរបែបនៃធនធានជីវៈចម្រុះហ្នឹងខ្ញុំដូចដែលយើងបានឃើញទស្សនានៅវីដេអូតំបន់រ៉ាមសាកោះកាពិនិងពីមកសោបនេះខ្ញុំក៏ធ្លាប់ទៅកំសាន្តនិងស្រាវជ្រាវ3ដងដែរទាំងគ្រួសារទាំងការងារបាទគឺជាចំណាប់អារម្មណ៍ល្អសម្រាប់អ្នកស្វែងយល់ពីធនធានជីវៈចម្រុះតំបន់ត្រូពិកតែយើងអត់ភាពទៅព្រៃ Amazon ឬព្រៃផ្សេងទៀតតែយើងមានលក្ខណៈពិសេសរបស់យើងដោយឡែកដែរនៅកណ្ដាលប្រទេសយើងមានទន្លេសាបដែលជាពិភពជីវៈចម្រុះល្អឯកខ្លាំងមែនតើគឺទន្លេសាបនៅធនធានឆ្នេរយើងមានដោយតែខ្ញុំបានរៀបរាប់និងក្រុមការងារបានបង្ហាញអំបញ្ញមិញអញ្ចឹងយើងត្រូវតែរក្សាគោលដៅនឹងបាទហើយទី5ជាគោលដៅឧស្សាហកម្មកាបូនពិតប្រាកដក្មួយធ្លាប់ឮឯងការលក់កាបូនធ្លាប់ឮដែរបាទអញ្ចឹងកម្ពុជាយើងត្រូវតែរក្សាគោលដៅនេះឲ្យបានយើងមានឧទ្យានជាតិនិងតំបន់ការពារធម្មជាតិច្រើនណាស់ចិត្តដល់100ប៉ុន្តែការពារមិនដឹងថាបានកម្រិតណាទេបើចេះតែមានអ្នកពាត់របងយកអញ្ចឹងវាមានបញ្ហាដូច្នេះធ្វើឲ្យវាហោចទៅនៃធនធានធម្មជាតិហ្នឹងមែនតើដូចខ្ញុំបាននិយាយអំបញ្ញមិញយើងប្រជាពលរដ្ឋទៅ17លានអ្នកទេនៅតិចមែនតើបើធៀបនឹងដង់ស៊ីតេធៀបនឹងផ្ទៃដីអញ្ចឹងយើងគ្មានភាពចាំបាច់អីទៅរំខានធនធានធម្មជាតិច្រើនទេត្រូវអភិវឌ្ឍឲ្យអស់លទ្ធភាពដែលតំបន់ដែលអភិវឌ្ឍស្រាប់ហ្នឹងហើយធនធានធម្មជាតិយើងទុកសម្រាប់ជាឧស្សាហកម្មបៃតងខ្ញុំនិយាយដដែលអញ្ចឹងដើម្បីរុញច្រានការអភិវឌ្ឍនគររូបនីយកម្មនៅក្នុងទីក្រុងនិងតំបន់អភិវឌ្ឍរួចស្រេចជាឧស្សាហកម្មបៃតងដ៏ល្អបំផុតពីព្រោះយើងដូចខ្ញុំបានបញ្ជាក់អំបញ្ញមិញធនធានវប្បធម៌យើងសម្បូរបែបហើយប៉ុន្តែភ្ញៀវទេសចរគេមិនអាចមើលតែវប្បធម៌មួយមុខទេគេត្រូវមានកន្លែងលំហែបែបធម្មជាតិនិងតំបន់សពនិមិត្តផ្សេងទៀតតែសពនិមិត្តយើងធ្វើមិនសូវបានអញ្ចឹងយើងទុកធម្មជាតិហ្នឹងទៅมันពិបាកផ្នែកច្រើនទេសំខាន់ការគ្រប់គ្រងនិងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងទៅហើយសហគមន៍ក៏ទទួលបានផលកម្រៃច្រើនដែរដូច្នេះអភិវឌ្ឍទៅព្រមគ្នាបាទពិភពលោកបំពុលអស់ហើយបាទត្បិតតែប្រទេសផ្សេងទីក្រុងទំនើបប៉ុន្តែពោពេញទៅដោយខ្យល់ពុលជាអៀតណែនណាន់តាន់ប៉ាប់ខ្ញុំទៅដល់ទីក្រុងសេអ៊ូលជាទីក្រុងដែលមនុស្សណែនណាន់តាន់ប៉ាប់ពីមុនផ្លូវអាកាស 3-4 ជាន់ឥឡូវគេរុះផ្លូវអាកាសធ្វើជាផ្លូវនឹងមានបន្លាយទឹកទៅវិញហើយដាំផ្កាតាមបន្លាយទឹកនឹងទៅវិញដើម្បីផ្ដល់អុកស៊ីសែននិងធាតុត្រជាក់ចេញពីបន្លាយទឹកនោះប៉ុន្តែមិនមែនបន្លាយទឹកស្អុយទេណាទឹកដែលមានត្រីហែលលេងកំសាន្តផ្ការីកគ្រប់រដូវនៅតាមបន្លាយហ្នឹងអញ្ចឹងផ្លូវសងខាងបន្លាយហ្នឹងទៅនេះជាឧទាហរណ៍មួយទេខ្ញុំទៅសើដើម្បីឲ្យកូរ៉េផ្ដល់អីឲ្យខ្ញុំទេគ្រាន់ជាឧទាហរណ៍ទេដែលពីមុនគេគិតថាតើផ្លូវប្រមាណជាន់ហ្នឹងវាជាទីក្រុងដែលហ៊ឺហាចង់និយាយអញ្ចឹងតែឥឡូវនេះខ្ញុំទៅ2024ជាមួយក្រុមការងារទៅ capacity build គឺ building នៅធនធានបៃតងហ្នឹងទេតែឆ្វេងយល់ពីគេខ្ញុំទៅដំបូង2009 2018ទៅទៀត2024នេះទៅមើលកន្លែងដែលខ្ញុំធ្លាប់ឃើញស្ពានអាកាសច្រើនហ្នឹងផ្លូវអាកាសមិនមែនស្ពានអាកាសទេណាតំបន់មនុស្សច្រើនហ្នឹងឥឡូវគេវាយនឹងចេញគេទៅធ្វើជាបន្លាយទឹកហូរហើយពេលភ្លៀងខ្លាំងមកទឹកហូរក្នុងហ្នឹងហើយ
ការរីកនឹងមានត្រីមានសត្វស្លាបហែលនឹងបាទដូច្នេះប្រជាពលរដ្ឋមកដកដង្ហើមនៅនឹងធ្វើការ stress អីទៅមកកំសាន្តនៅនឹងណាហើយភ្លៀងមកអត់បារម្ភនឹងហូរមិនតាន់វាមានភ្លៀងខ្លាំងវាទឹកជន់ទឹកអីចឹងហើយប៉ុន្តែគេបើកច្រកទឹកហូរឲ្យបានច្រើនបាទដូច្នេះយើងចង់បញ្ជាក់ថាប្រទេសដែលបានបំពល់បរិស្ថាននិងប្រើធនធានធម្មជាតិខ្លាំងច្រើនគេចាប់ផ្ដើមងាកមកកែច្នៃតំបន់នគររូបនីយកម្មរបស់គេដែលផ្ដល់ទៅឲ្យមានធនធានជីវៈចម្រុះនៅក្នុងទីក្រុងដើម្បីបង្កសុខុមាលភាពផ្ដល់សុខុមាលភាពប្រជាពលរដ្ឋនៅក្នុងបាទពីព្រោះខ្ញុំបាននិយាយហើយថាអាចអត់ហូបបាយមួយថ្ងៃពីរថ្ងៃ fasting អីគេនោះណាទឹកអត់មួយថ្ងៃពីរថ្ងៃអីប៉ុន្តែអុកស៊ីហ្សែនมันអាចទេมันអាចអត់សំបីតែ1នាទីត្រូវការហើយចុះបើយើងបំពល់អស់ហើយនៅទីនេះប្រសិនបើអត់មានដាំដើមឈើទៅបេតុងច្រើនអញ្ចឹងកម្ដៅស្ទើរតែដុតមុខយើងហើយអាហ្នឹងជាឧទាហរណ៍មួយហើយបើទីក្រុងយើងអាគារច្រើនផ្លូវបេតុងច្រើនល្អហើយប៉ុន្តែបើអត់មានធនធានបៃតងទេកម្ដៅដុតស្បែកក្មួយហ្នឹងហើយកុំទៅធ្វើស្អីណាបកសបកអីហ្នឹងកងសែទៀតមហារីកសពបែបយ៉ាងអញ្ចឹងត្រូវតែបង្កើតបរិយាកាសបៃតងបរិយាកាសសំណើមដែលផ្ដល់អុកស៊ីហ្សែនល្អដូច្នេះការសិក្សាស្រាវជ្រាវរបស់វិទ្យាឋានវិទ្យាសាស្ត្រជាសាស្ត្រកសិកម្មនេះខ្ញុំសូមគាំទ្រហើយសូមលើកទឹកចិត្តធ្វើកិច្ចការនេះហើយឲ្យមានការផ្សព្វផ្សាយឲ្យទូលំទូលាយបាទអញ្ចឹងខ្ញុំសូមប្រកាសបើកនៅសិក្ខាសាលាបង្ហាញស្នាដៃតាមពិតបង្ហាញស្នាដៃទេបង្ហាញស្នាដៃនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនអានេះជាការស្រាវជ្រាវរបស់រៀនវិទ្យាកម្ពុជាណាយើងមានការសិក្សាស្រាវជ្រាវគ្រប់ទាំងអស់វិស័យហើយយើងនឹងមានធ្វើបង្ហាញអញ្ចឹងវប្បធម៌អក្សរសាស្ត្របរិស្ថានបច្ចេកវិទ្យាអីហោះហើរអញ្ចឹងទៅបាទគឺពីព្រោះកន្លែងយើងជាកន្លែងស្រាវជ្រាវហើយក្មួយណាដែលមានឧបនិស្ស័យស្រាវជ្រាវជ្រើសរើសរៀនទស្សនវិជ្ជាហ្នឹងត្រឹមត្រូវហើយបាទឬក៏មកចូលរួមអញ្ចឹងក៏ទៅដែរដើម្បីបណ្ដោះស្មារតីក្នុងការជាធនធានស្រាវជ្រាវផងដែរពីព្រោះយើងខ្វះធនធានស្រាវជ្រាវមែនតើហើយកាលណាខ្វះធនធានស្រាវជ្រាវការអភិវឌ្ឍស្រុកទេសពិបាកបាច់ឡើងរៀនឡើងគឺថាសំដៅថាមុខវិជ្ជាណាដែលរលុយបានច្រើនជាងគេបាទអត់មានគិតពីនិរន្តរភាពអីទេតែអញ្ចឹងគិតតែលុយទៅបាត់ផ្លិចគិតនិរន្តរភាពជាតិនិរន្តរភាពជាតិត្រូវការអ្នកស្រាវជ្រាវឲ្យបានច្រើនដើម្បីស្នាដៃរករបបកំហើញថ្មីជូនសង្គមជាតិតើដល់ពេលយើងពឹងតែរបបកំហើញបរទេសភាគច្រើនយើងមានបានផលិតអីបើខ្វះអ្នកស្រាវជ្រាវសាកលវិទ្យាល័យមិនបានឲ្យទៅសេសារណាទេអញ្ចឹងយុវជនផ្លិចស្រាវជ្រាវអត់ដឹងស្រាវជ្រាវមិនមែនផ្លិចទេព្រោះមិនដែលមានមេរៀនចងចាំលើស្រាវជ្រាវផងតែនៅទីនេះគឺបង្រៀនឲ្យស្រាវជ្រាវបាទបើយើងខ្វះធនធានស្រាវជ្រាវពិបាកណាស់ស្រុកយើងអត់រីកចម្រើនទេធ្វើតែតាមគេហ្នឹងប្រើតែរបស់គេទាំងអស់មានអីជារបស់ខ្លួនឯងទេរបស់ខ្លួនឯងសាលពីមកដាក់ដូនតាហើយបើដូនតាយើងចេះទុកឲ្យបានដោយសារវិទ្យាសាស្ត្រដូនតាយើងខ្លាំងចាំបើ100ឆ្នាំទៀតតែយើងទុកអីឲ្យចៅរបស់យើងចៅទួតរបស់យើងវាតតែពេលហ្នឹងយើងបដោះធនធានស្រាវជ្រាវបាទអញ្ចឹងមកទីនេះបដោះបានណាអញ្ចឹងសូមប្រកាសបើកសិក្ខាសាលាស្ដីពីការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងខេត្តកោះកុងចាប់ពេលនេះតទៅបាទអរគុណ